នេះគឺជាការប្រៀបធៀបរវាងទូរស័ព្ទ iPhone និង Honor X8C ទៅលើ AI កាត់រូបភាពចឹងឥឡូវនេះយើង start ពី Honor X8C របស់ពួកយើងតើកាត់បានស្អាតឬមួយក៏យ៉ាងណាដែរយើងអាចចាំមើល result ទាំងអស់គ្នាគឺថាយើងកាត់បងប្រុសខាងស្ដាំនេះចេញយើងមើល result ទាំងអស់គ្នាតើវាបែបណាដែរចាគឺថាកាត់បានស្អាតខ្លាំងមែនតើតែម្ដងឥឡូវនេះយើងមកមើលនៅលើទូរស័ព្ទ iPhone ម្ដងតើធ្វើការកាត់បានស្អាតឬមួយក៏យ៉ាងម៉េចដែរអ្នកគ្នាអាចមើលបានគឺថាបងស្រីខាងនេះដាច់ដៃបាត់ទៅហើយអ្នកទាំងអស់គ្នាគឺថាកាត់អត់សូវបានល្អទេឥឡូវនេះយើងមកមើលនៅលើ Honor X8C របស់ពួកយើងម្ដងទៀតតើ AI កាត់រូបភាពបានយ៉ាងម៉េចទៀតដែរអញ្ចឹងអ្នកគ្នាដូចមើលបានយើងអាចកាត់រូបភាពទៅអ្នកខាងមុខក៏បានដែរ AI នឹង generate ជើងអ្នកខាងក្រោយឲ្យតែម្ដងគឺថាកាត់បានស្អាតខ្លាំងណាស់អ្នកទាំងគ្នាយើងអាចមើលបាននេះគឺជា result យើងអាចលុបគាត់ម្នាក់ទៀតចេញក៏បានដែរគឺថារូបភាពនៅតែស្អាតឥឡូវយើងមកមើលនៅលើ iPhone តែម្ដងថាយើងអាចកាត់រូបភាពតែម្នាក់បានអត់គឺថាអ្នកគ្នាចាំមើលទៅគឺថាកាត់អត់បានទេអ្នកគ្នាហើយសំខាន់រូបចេញមកគឺថាកាត់អត់សូវបានល្អទេ